អទីនេះស្ងាត់ជ្រុងសឹងតែធ្វើឲ្យមនុស្សដកដង្ហើមមិនរួចនៅក្រោយបញ្ចុះគិតលុយគឺថៅកែហាងឈ្មោះឈិនហ្វានហាងចំណាស់100ឆ្នាំនេះធ្លាក់មកដល់ដៃគេគឺជាចំនួនទី3ទៅហើយ3ឆ្នាំមកនេះត្រូវហាងសៀនវៃជូរបស់ខ្ញុំនិងលីយ៉េសង្កត់តតែខាត់បងចុកគ្នាសឹងតែឈានដល់ការបិទទ្វារទៅហើយឬសំឡេងកណ្ដឹងទ្វារគេមិនទាំងងើបមុខមើលផងសំទោសផ្ទះបាយរៀបចំបិទហើយមិនទទួលភ្ញៀវទេខ្ញុំមករកចង្ក្រានមួយគេញើបមុខឡើងភ្លាមភ្នែកភ្លឺភ្លេកគូស៊ឺអាមនុខ្វាក់លីយ៉េទីបំផុតបង្ខំនាងឲ្យចេញមកហើយតាមែនទេខ្ញុំត្រូវការផ្ទះបាយមួយដែលខ្ញុំមានសិទ្ធិសម្រេចគ្រប់យ៉ាងនិងត្រូវការស្លាកយីហោមួយដែលអាចជន់ក្បាលហាងទល់មុខបានហើយកែឆិនជំនួយនេះលោកយុវមិនយកគេងាកខ្លួនដើរសម្ដៅទៅទូដែកនៅជ្រុងខាងនៃហាងរួចចុចលេខសំឡេងទីតគឺបន្លឺឡើងទូដែកបើគេទាញយកឯកសារមួយច្បាប់ដែលបិទជិតក្នុងស្រោមថ្លាមកផ្ទះតាំងនៅលើតុដែលនៅជិតខ្ញុំបំផុតមើលទៅគ្រាន់តែខ្ញុំកាន់ឯកសារនោះហើយឃើញចំណងជើងភ្លាមប្រស្រីភ្នែកខ្ញុំរួមតូចបន្តិចកិច្ចព្រមព្រៀងភិហ៊ុនភោជនីយដ្ឋានហ្វូម៉ាន់ឡូវនិងលិខិតតែងតាំងមេចុងភើធំពេលបើកដល់ទំព័រប្រាក់បៀវត្សអក្សរខ្មៅលើក្រដាសសរសេរយ៉ាងច្បាស់ថាប្រាក់ខែគោ 50,000 យ៉នក្នុងមួយខែនិងចំណែកភាគលាភ 30% នៃប្រាក់ចំណេញសរុបរបស់ហាងហ្វូម៉ាន់ឡូវហើយការបរិច្ឆេទនៃកិច្ចសន្យានេះគឺកាលពីកន្លះឆ្នាំមុនខ្ញុំបានរៀបចំកិច្ចសន្យានេះរួចរាល់ហើយខ្ញុំដឹងថានាងជាមនុស្សឲ្យតម្លៃមនោសញ្ចេតនាខ្ញុំតាមហៅនាង3ដងនាងបដិសេធទាំង3ដងខ្ញុំគិតថានាងច្បាស់